សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាយូរហើយនេះជាវីដេអូបង្ហាញពីការកែរូបខ្ញុំឃើញរូបមួយវាតាក់ទាញមែនតើជា poster របស់នេះposter របស់ធូបកាហ្វេនេះអញ្ចឹងខ្ញុំចង់ធ្វើកែកុនposter ឲ្យដូចទៅនឹង poster របស់ធូបចឹងហើយខ្ញុំប្រើកម្មវិធី PixArt ចូលទៅកម្មវិធី PixArt ទាំងអស់គ្នានេះកម្មវិធី PixArt ចូលមកចុចកន្លែងសញ្ញាបូកតើមកយើងបង្កើត project ថ្មីទៅចុចយក blank នេះកន្លែង blank ហ្នឹងហើយយើងចុចតើមកយើងទៅមើល poster របស់ធូបរបស់ធូបនេះបែបនេះតែដើម្បីស្រួលយើង save វាមកយកទៅធ្វើការនៅក្នុងកម្មវិធី PixArt ចុចយើង add នេះមក add poster របស់ធូបអញ្ចឹងខ្ញុំដាក់វាមកម្ដងបើយើងមើលលំនាំតាមមកគេស្រួលបន្ទាប់មកឃើញយើងមើលខាងនេះវាមានរូបកែវកាហ្វេ background ពណ៌ផ្ទៃមេឃហើយមានអក្សរទូចដែលបញ្ជាក់លើកែវកាហ្វេគេហ្នឹងនេះយើងពិបាកមើលបើក្នុងនេះវិញខ្ញុំ review ក្នុង gallery តើមកបើទៅចូល PixArt របស់យើងហើយយើង add កែវកាហ្វេយើងចូល sticker មកកន្លែង sticker ហ្នឹងយើងយក coffee យកកែវកាហ្វេនេះមួយតបមកតិចវាមួយសិនតបមកមានរូបshape បុកខាងក្រោមហើយយើងអាច add បានក្នុង PixArt ហ្នឹងយើងចូលខាងក្រោមមកមាន shape នេះ shape ហ្នឹងនេះវាមានច្រើនអញ្ចឹងយើងអាច select តែបើយើងដូចជាយើងប្រើ 3D យើងអាច select ក្នុង shape មាន icon មាន logo outline អញ្ចឹងយក 3D មកនេះវាមានរូប shape ច្រើនហ្នឹងតែរបស់យើងមិនជារបៀបអបឈុងយើងចុចអបឈុងនេះមកឈុងមួយtake មក shape មួយទៀតយក 3D ទៅដែររបស់គេមានអីខ្លះឈុងខ្ពស់មួយឈុងទាបមួយយើងយកឈុងខ្ពស់មួយទៀតអា
នេះដូចជាជ្រុងខ្ពស់ហ្នឹងដូរយើងដូរ color វាដាក់ color ចឹងតែ color នេះយើងអាចដូរបានដែរតែខ្ញុំអត់ដូរបន្ទាប់មកយើង add sharp មួយទៀត take the motion បន្ទាប់មកយើងយក sharp មួយទៀត 3D វាមានហើយខ្ពស់ណាស់ទៀតវាអត់ទៀតមកទៀតតែឯបគ្នាហ្នឹងណាស្តៀងបានអូខេ sharp នេះយកទៅកែចេញឧបមារូបវានៅ background អញ្ចឹងយើងចង់ទាញវាមកខាងមុខវិញយើងចូល layer នេះ select layer ហ្នឹងមកនេះកែវកាហ្វេយើងនៅបន្ទាប់ពី background នេះអញ្ចឹងយើងទាញវាទៅលើទៅហូរឲ្យជាប់មកវាឡើងលើមកខ្ញុំយកមកចាច់ដាក់លើបានណាចឹងឥឡូវកែវកាហ្វេយើងមានហើយតែយើងចង់បានកែវកាហ្វេមួយទៀតយើង copy វាចុចលើកន្លែង layer ទៅដែរមកហូរឲ្យជាប់លើនេះ select មួយមកយកពាក្យ duplicate duplicate ហ្នឹងយើងចុច duplicate មកវា copy មកអូខេហើយរបស់យើងដូចជាកែវកាហ្វេយើងមាន3មួយទៀតយើង add មួយទៀតមក duplicate មួយទៀតបាត់ layer ហ្នឹងមួយទៀតដាក់នៅខមអូខេឥឡូវយើងដាក់អស់ហើយបន្ទាប់មកយើងកែ background យើងដាក់ background ដូចរបស់ខាងធូបនេះគេប្រើ background ពណ៌ផ្ទៃមេឃយើង select background មកយើងហៅពណ៌ផ្ទៃមេឃនេះផ្ទៃមេឃយើងបិទវាវិញឥឡូវវាមាន background មិនហើយតែផ្នែកខាងក្រោមយើងឃើញដូចជាមានតក់មួយអញ្ចឹងជាយើង add color មួយទៀតមកពណ៌ដូចតក់យ៉ាងណាទៅចូលទៅកម្មវិធីយើងវិញយើង add sharp មួយទៀតចឹងយ៉ាងនេះយើង tick មកយើង add sharp មកតក់ចូលមក sharp ហ្នឹងយ៉ាងនេះក៏បានជ្រុងនេះយើង select វាមក scale វាធំបញ្ឆិតវាតិចជា select ដៃ2មកព្រោះយើង zoom in zoom out អញ្ចឹងយើងអាចពវល់វាបានតាមចិត្តងាយស្រួលមែនតើអូខេចឹងឥឡូវវានៅមុខហ្នឹងចឹងយើងចង់ទាញវាទៅ background វិញចុច line layer ឲ្យអស់ hole វាមកផ្ទៃបន្ទាប់ពី background នេះឃើញអត់អូខេវាដូចតប់មួយហ្នឹងយើងមើលរបស់គេវិញស្តៀងគ្នាអូខេតបមកបន្ទាប់មកយើងចាប់ផ្ដើម add អក្សរយើង add វាអស់សិនចាំតិចទៀតយើង
កែសម្រួលពណ៌វាមិនឲ្យយើងផាជាមួយនឹងបោះធូបហ្នឹងហើយយើងអេតអក្សរ text មកចាប់ហ្វិន8តោះមកយើងចាប់តាមចូល add អក្សរទៅadd អក្សរយើងយកកន្លែងពាក្យ text នេះនៅខាងក្រោមយើងវាយធូបកាហ្វេដាក់ដូចរបស់គេមកខ្ជិលដាក់ពាក្យផ្សេងធូប coffee វីដេអូនេះខ្ញុំចង់ធ្វើមកដើម្បីឲ្យបងប្អូនយល់ពីរបៀបដែលយើងកែវាមានលំដាប់លំដោយមិនឆ្លាស់អញ្ចឹងណាដែលយើងគ្រាន់តែប្រើកម្មវិធីរបស់ទូរស័ព្ទអញ្ចឹងវាងាយស្រួលព្រោះយើងប្រើជាទូទៅយើងប្រើទូរស័ព្ទច្រើនបច្ចុប្បន្នបើយើងអាចកាត់តឬក៏កែតម្រូវដាក់វាទៅវិញតិចណាមិនដូចរបស់គេទាំងស្រុងអត់បានទេគ្រាន់តែយើងគប់ធ្វើឲ្យនេះស្តៀងហ្នឹងណានេះឆ្លាញ់ font ហ្នឹងខ្ញុំដាក់ font ហ្នឹងទៅតើមកយើងចង់ copy វាដាក់តាមនេះទៀតយើង select វាចឹងមក select layer នេះ copy ក៏បាន duplicate ទៅមកឈប់វាទូចោលពេលចឹងបើយើងចង់នេះយើងទៅ zoom ហើយយើង select អស់វានេះយើងចាំមកយើង select hole កំហុសនៅ game វា hole game វានេះចេះមកអូខេអក្សរនេះយើងដាក់ចឹងយើងចង់ឲ្យវាកោងតាមរូបកែវកាហ្វេក៏បានដែរគេមានកន្លែងកែមកខ្ញុំកែក្នុងនេះមកនេះវាមានកន្លែង band នេះពេលយើង add text ហ្នឹងហើយយើងចុចកន្លែង band ហ្នឹងមកចង់វាកោងក៏បានដែរបើយើងឲ្យវាកោងតាមកែវកាហ្វេណាតានេះកោងទៅរួមវាអានេះបានធូបកាហ្វេអានេះលុបចោល copy យ៉ាងនេះវិញduplicate ទៅទៀតមកយើង zoom វាចឹងយើងអស់វាselect ហើយកែវកាហ្វេឲ្យចំកណ្ដាលវិញមកអូខេ duplicate វាមួយទៀតអូខេ duplicate វាមកback វិញ select ខុសយើងជាបានហើយប៉ុណ្ណឹងបន្ទាប់មកយើងចាប់ដើមកែបន្ថែម add អក្សរបន្ថែម add អក្សរ option ចាំយើងកែសរុបមកនេះដូចជាដាច់រូបកែវកាហ្វេរូបកែវកាហ្វេតោះដាក់អក្សរខ្មែរក្នុងនេះ
Để thấy chữ thu cà phê này tiền cho con đã số bỏ số để thu cà phê được chia số thông mà trên cái cà số thông mình đột máu Sustai bom ôn được không? đột máu dùng mưa biệt từ ruột xanh nè sông này nón seri krolok chuyên ép số cái thích đầu phần máu seri krolok đầu phần về có cái gì đã seri sân tên hết bên nhau cái bị áp biệt toàn của phần này chờ tới bị áp đầu bằng khác còn trên kẻ nào nhé tại vì toàn mình chỉ phần được trên cái mà còn computer cái giờ phần năng tới sẽ số có duplicate với một tiết nữa cái với preview tích nó scroll dương thiên cho lỏng thì tiền như chơi má rồi mình lấy tới ok đã có lắm mà còn ta cần sắp tiền tới đã bỏ số ok ta bỏ số cái đôi chim miên sầm mèo cho như thêm sầm mèo tích nó như phải là số chẳng máu tập nó như bị miên trơn anh đi sẽ đẩy bộ sầm mèo dân cho mặt cà nhẹ shadow nữa nên bị trên sầm mèo nó bị đập bệt trong sum mỡ bị đặt trong cái ngờ trên a chờ này sẽ đây với blur sầm mèo blur thì nó nhưng giờ blur cho nó hiện blur
cấp opacity đó là nó ở vị hiện pro rồi cơ mà chẳng em giờ phần này mà tập nó như bên mình có mình nằm shadow nó bên miền cha nó giờ blur giờ ấy giống bây giờ trong anh dừng nói dân nằm tại vì đã phần nói giờ cha dạy gặp cha là capacity cha là blur và phần nào bây giờ cái nhé chẳng giờ bên này nó giờ blur khả năng việc sống và tổng bây giờ position một phần nào đó anh ấy giờ tiền về lại lần là tạm đây chứ thì tăng phần nào anh ấy tạm chờ vertical cho bây giờ trả về nơi thầm khôi ở số bây giờ phần này cái nhé phần này trả phần này mở thì khó tích này tầm phần nào này hiện giờ shadow này shadow hơi giờ cha blur giờ tầng áo capacity giờ bé cả đảo mà nó bên này tầm giờ cái position về position thì nhận được monitor được tới anh đi về copy ở số mình trên dưới sợi thì về bên này mà cái những phòng đầu bật kia nữa như sẽ điện bật cái giờ phần màu hình sharp nhưng giờ hình blur chẳng sẽ giờ đôi bật kia nữa giờ sharp thì bật cái phần màu chẳng dừng giờ chẳng được đã chẳng nó opacity giờ hiện đất như dừng giờ sharp phần màu nó giờ hiện sharp opacity giờ bật thôi về tịch nó bên này phần màu giờ hiện đặt với opacity giờ bật thôi nó bên này thứ nhất phần màu đôi bỏ kèm còn bỏ chưa ngọn miền font nó cho dùng phở phần thế tập màu add so tụi xong lấy frame series edit màu frame series này nhưng mà chân này về ở font chờ nó giờ font mầm bên này đồ po với cái tiết tăng là phô tịch
គេប៉ុណ្ណឹងខ្ញុំកែ shadow វា វាយក sharp វិញ sharp opacity យើងប្រើ adjust position វាចុះហមតិចឡើងលើតិចណាពី import ប៉ុណ្ណេះបាន frame cherry បន្ទាប់មកយើង add បន្ថែមទៀតសទូចនេះកាហ្វេថ្នល់ក្រឡុក add text ទៀតមកកាហ្វេសខ្មែរកាហ្វេថ្នល់ក្រឡុកយកពណ៌សវាជាទូចអក្សរទូចមែនតើមើលរបស់គេមកទូចប៉ុណ្ណាគេទូចដែរយកប៉ុណ្នេះបានណាកាហ្វេថ្នល់ក្រឡុកនេះទឹកផ្លែ passion ស្រស់ក្រឡុក duplicate ពីកាហ្វេថ្នល់មកយើង select លើហ្នឹងក៏បានតែបែប select ច្រឡំ select លើ layer នេះចង់ select element មួយណាចឹងតើវា select យើងចេញ select កាហ្វេថ្នល់ដែរខ្ញុំ copy duplicate វាតមក zoom វា move វាតាមដៃយើងមកច្រឡំទាញតោះចង្កែអសវាកាហ្វេទឹកផ្លែ passion ក្រឡុកយើងដំបូង click លើវាមកទឹកផ្លែ passion ក្រឡុកចឹងយើងទាញវាទឹកមកធំប៉ុនគ្នាយើង duplicate ទៅមួយទៀត duplicate ទៅវា move ទៅកន្លែងកាហ្វេមួយទៀតនេះឈ្មោះវាតែបៃតងទឹកដោះគោក្រឡុកយកមកតែបៃតងទឹកដោះគោក្រឡុកជាទាញវាមកនេះបងប្អូន
តើមកយើងដាក់ formula វា duplicated មកគេដាក់តា for ខ្មែរនេះក៏បានដែរហើយខ្ញុំខ្ជិលវាយច្រើនដោយសារ for វាច្រើនចឹងយើងដាក់តែប៉ុណ្្នឹងទៅតែប៉ុណ្្នឹងទៅហើយយើងកាយកន្លែងតិចពីលោតលើអូខេឆ្លងទៅ background អូខេតើមិនចង់កែ background សវិញពីយើងទៅហោះជាងទាញវាចេះមកអត់ចាស់វាតិចអូខេបានហើយទៅមើលនេះតិចខ្ញុំចង់កែលើស្មៅនិងរូបរាងរបស់ឆាបនេះខ្ញុំចង់ដូរអាឆាបខាងក្រោយដែលយើងគិតថាតប់វាដូរវាទៅជាពណ៌ឈើវិញយើង select color មក gradient texture តើមកយើង add វាមកនេះវាមានពណ៌ឈើអញ្ចឹងខ្ញុំ add ពណ៌ឈើមក background យើង search មក wooden នេះយើងឆ្លាញ់មួយណាតែឈើហ្នឹងខ្ញុំយកមួយពណ៌មួយនេះវាទៅពណ៌ឈើយើង share វាស៊ីមួយរបស់យើងយកលើពណ៌នេះពណ៌សនេះជាខុសអត់ស្អីស៊ី background ដោលើវិញ wood យកពណ៌ឈើរៀងស្រាលពណ៌ឈើរៀងស្រាលយកពណ៌នេះមកអូខេគេស្តៀងគ្នាតិចណាស់អូខេអញ្ចឹងខ្ញុំអត់មកអត់ចាស់លើស្មៅបុកនេះគឺយើងអាចដូរពណ៌មកដែរយើង select លើបុកនោះមកយក color នេះវាមាន3ជ្រុងរបស់ពណ៌ហើយដាក់កែវាសវិញសផេះសេផេះកម្មាយដូចគ្នាពណ៌មកពណ៌សផេះកម្មាយស
ដូចគ្នានៅចឹងយើងកែវាបានប៉ុណ្ណឹងហើយយើងកែលើ shadow វាទៅនេះ select មកវាមាន shadow របស់ element មួយហ្នឹងនេះដាក់ shadow វាដែរក្នុង pixart ហ្នឹងវាមានកន្លែងមួយចំនួនយើងអាចដាក់ shadow យើងយក sticker មកយើងពាក្យ shadow no shadow មាន shadow ច្រើនហ្នឹងshadow ដែលសមរបស់យើងទៅshadow cap no cap អត់មាន shadow បែរជាអត់មានទេ shadow ហ្នឹងនេះអាចប្រើមកនេះទៅមកយើងទាញ shadow ហ្នឹងមកក្រោយកែវកាហ្វេវិញវាទៅក្រោយshadow វាអាចមានតែប៉ុណ្ណឹងតែប៉ុន្តែយើងអាចសេរីបានទៀត shadow របស់យើងមានជំរើសស្រីវាតែខ្ញុំមើលទៅវីដេអូយើងវែងខ្ញុំគិតថាបញ្ចប់តាមហ្នឹងតែយើងអាចស្រីមានការស្រីច្រើនទៀតតែជាមួយខ្ញុំព្យាយាមបង្ហាញនៅវីដេអូក្រោយទៀតអូខេអរគុណច្រើន
តោះមើលភាពធៀបហូបដើមហូបរបស់គេអានេះវាគាត់ទៅស្តៀងវាមិនដូច100%រួមទៅដល់ខាងក្រោយខែហើយតើមកយើងខ្សែវាអាចខ្សែវាបាននៅក៏ត្រូវយើងខ្សែវាទៅខ្សែវាមកចឹងវីដេអូយើងមានតែប៉ុណ្្នឹងណាបងប្អូនទាំងអស់គ្នាបើមានអីអាប់ដេតក្រោយទៀតខ្ញុំនឹងបង្ហាញអរគុណច្រើន